អាណិតប្អូនខ្លោចចិត្តរោងការត្រូវរំសាយព្រោះគ្រោះថ្នាក់ចរាចរណ៍ត្រូវចូលរោងការបែរជាជួបរឿងគ្រោះថ្នាក់ចៃដន្យអញ្ចឹងឆាប់ជាមកផ្ទះយើងវិញអូននឹងបានរៀបចំពិធីមង្គលការយើងម្ដងទៀតហេតុការណ៍នេះបានកើតឡើងទៅលើគូស្វាមីភរិយាដែលគ្រោងនឹងរៀបការនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025ប៉ុន្តែជាអកុសលកូនកំលោះបែរជាជួបគ្រោះថ្នាក់ចរាចរណ៍មិនអាចប្រារព្ធពិធីមង្គលការបាននោះទេហេតុការណ៍នេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមបានពោលពាក្យដូចគ្នាថាគឺមិនខុសពីចាស់តែងតែហាមឃាត់ទាំងអនាគតកូនកំលោះនិងអនាគតកូនក្រមុំមិនឲ្យធ្វើដំណើរទៅណាមកណាឆ្ងាយពីផ្ទះនោះទេគឺហាមចេញដើរឆ្ងាយដាច់ខាតព្រោះជិតដល់ថ្ងៃរៀបការហើយដោយចាត់ទុកថាវាជាអំពើមិនល្អឡើយកាលណាបើដើរហើរឆ្ងាយពីផ្ទះព្រោះអាចនាំឲ្យកើតគ្រោះថ្នាក់ជាយថាហេតុដោយមិនបានដឹងមុនដោយករណីនេះជាដើមដោយកូនកំលោះគឺមានឈ្មោះថាបញ្ញានិងកូនក្រមុំមានឈ្មោះថាស្រីអូនដែលគ្រងនឹងរៀបការនៅថ្ងៃសៅរ៍ទី8ខែវិច្ឆិកាឆ្នាំ2025ដែលមានទីលំនៅនៅភូមិព្រៃតាខាបឃុំគូសស្រុកត្រាំកក់ខេត្តតាកែវយោងតាមគណនី Facebook មួយដែលមានឈ្មោះថាគោលនាថោអ៊ីមវាសនាបានបង្ហោះនៅលើបណ្ដាញសង្គមដោយបានសរសេររៀបរាប់ភ្ជាប់ជាមួយនឹងរូបថតគូស្វាមីភរិយាយ៉ាងដូចនេះថាកម្មវិធីមង្គលអាពាហ៍ពិពាហ៍ប្អូនអាត្មាត្រូវរំសាយទាំងស្រុងថ្ងៃកម្មវិធីចូលរោងថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025មូលហេតុកូនកំលោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់ដឹងខ្លួនមិនអាចប្រារព្ធកម្មវិធីបានឡើយអាស្រ័យហេតុនេះសូមអធ្យាស្រ័យដល់ភ្ញៀវកិត្តិយសទាំងអស់សំអាងការភ្លេងខ្មែរអកេសតុករោងចុងភៅមេត្តាអធ្យាស្រ័យផងពេលណាកូនកំលោះបានធូរស្រាលសះស្បើយឡើងវិញនឹងរៀបចំកម្មវិធីនេះម្ដងទៀតនេះគឺជាហេតុការណ៍មួយដែលបានកើតឡើងចំពោះកូនកំលោះដែលធ្វើឲ្យមានការរំសាយពិធីមង្គលការនេះតែម្ដងដែលកើតឡើងនៅភូមិព្រៃតាខាបឃុំគូសស្រុកត្រាំកក់ខេត្តតាកែវក្រោយពីឃើញរូបភាពក៏ដូចជាសារបង្ហោះរបស់ព្រះរាជគុណខាងលើបានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបានសម្ដែងនូវក្តីអាណិតអាសូរនិងសង្វេគជាពន់ពេកជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមគឺបានលើកឡើងថាចាស់តែងតែហាមឃាត់ចំពោះអនាគតកូនកំលោះនិងអនាគតកូនក្រមុំមិនឲ្យធ្វើដំណើរទៅណាមកណាឆ្ងាយពីផ្ទះនោះទេគឺហាមចេញពីផ្ទះដាច់ខាតដើរឆ្ងាយដាច់ខាតពីព្រោះកាលណាជិតរៀបការហើយដោយចាត់ទុកថាជាអំពើមិនល្អឡើយកាលណាដើរឆ្ងាយពីផ្ទះបែបនេះ